មកកលេចមើលឲ្យច្បាស់អ្នកដើរតាមដងផ្លូវបាននិយាយអ្វីអំពីពួកវាគឺដូចជាល្អមើលដែរតាដែលឆ្កែនិងឆ្មាកំពុងប្រឡែងគ្នាយ៉ាងស្អិតរមួតនិងតាក់ទាញអ្នកដើរកាត់ឈរមើលពួកវាមានអារម្មណ៍ថាពួកវាដូចជាស្គាល់គ្នារាប់ឆ្នាំអញ្ចឹងឆ្មានោះវាចាប់ឆ្កែមកអបនឹងខ្លួនរបស់វាបន្ទាប់មកក៏ទៅកន្លែងរបស់ពួកវាវិញហើយនៅទីនោះក៏មានភួយមួយដែរមើលទៅដូចជាកន្លែងអាស្រ័យនៅរបស់ពួកវាបងស្រីនៅភូមិនោះបាននិយាយថាពួកវាទាំងពីរនៅទីនេះយូរហើយនិងគ្រប់គ្នាហៅឆ្មានោះថាអាជីវហើយនឹងឆ្កែឈ្មោះថាអាសុនហើយពួកវាទាំងពីរគឺសុទ្ធតែជាសត្វដែលម្ចាស់បោះបង់ចោលទាំងពីរឆ្កែនោះពេលម្ចាស់វារើផ្ទះចេញក៏បានបន្សល់ទុកនៅភួយនេះតែប៉ុណ្ណោះពួកវាក៏មិនបានដឹងថាម្ចាស់របស់ពួកវាទៅចោលតាំងពីពេលណានោះដែរធ្វើទៅបាត់តែពួកវាមានម្ចាស់ខុសគ្នាតែពួកវាជួបបញ្ហាមិនខុសគ្នាទេនិងសុទ្ធតែរងចាំម្ចាស់រៀងៗខ្លួនកន្លះឆ្នាំមកនេះមិនដឹងថាម្ចាស់របស់ពួកវាបានយកវាមកបោះបង់ចោលនោះទេដែលអ្នកនៅទីនោះក៏ចង់យកពួកវាមកចិញ្ចឹមនោះដែរតែវាមិនព្រមសោះនិងពួកគេបានធ្វើកន្លែងឲ្យពួកវារស់នៅយ៉ាងធំតែពួកវាសុខចិត្តនៅភួយនោះដដែលវាខ្លាចបាត់បង់ភួយដែលម្ចាស់របស់វាបានបន្សល់ទុកនេះណាមិនដែលដើរចោលឆ្ងាយនោះទេនិងគ្រប់ពេលដែលគេដើរកាត់អាសុនក៏តាមមើលថាជាម្ចាស់របស់វាឬមិនមែនអាជីវក៏រងចាំនៅខាងក្រោមនោះដែរបន្ទាប់ពីគេដេកហើយនឹងស៊ីចំណីមកការងារដែលត្រូវធ្វើបន្ទាប់នោះគឺរងចាំម្ចាស់របស់ពួកគេបើទោះបីជាត្រូវបានម្ចាស់របស់ពួកវាបោះបង់ចោលក៏ដោយតែពួកវាចេះមើលថែគ្នាខ្លាំងណាស់នេះជាមិត្តភាពដែលមិនដែលប្រទះនោះឡើយមិនដឹងច្បាស់ថាពួកវាបានជួបម្ចាស់វិញឬក៏អត់នោះទេតែពួកវាមើលថែគ្នាបានយ៉ាងល្អនិងថែមទាំងរងចាំផ្លូវម្ចាស់របស់ពួកវាបន្តពេលយប់មានមនុស្សមកអង្គុយលើភួយរបស់វាក៏វាមិនព្រមឲ្យប៉ះនោះដែរព្រោះនេះជាភួយតែមួយគត់ដែលម្ចាស់វាបន្សល់ទុកឲ្យមិនថាថ្ងៃឬក៏យប់ក៏វាមិនទៅឆ្ងាយពីភួយនេះនោះដែរសកម្មភាពនេះពិតជាធ្វើឲ្យយើងរំជួលចិត្តជាខ្លាំងពេលដែលវារងចាំមើលផ្លូវម្ចាស់របស់វាតែងតែសម្លឹងមើលទៅយ៉ាងឆ្ងាយប៉ុន្តែគ្មានឃើញអ្វីសោះសូម្បីតែស្រមោលម្ចាស់របស់វានឹងមិនបោះបង់សូម្បីតែមួយវិនាទីណាឡើយក្រោមការមើលថែគ្នាទៅវិញទៅមកទើបធ្វើឲ្យពួកវាចេះរឹងមាំនៅពេលយប់មកដល់វានៅតែសង្កេតមើលម្ចាស់របស់វាគឺគ្រប់អ្នកដែលដើរចេញចូលទាំងអស់វាមើលមិនឲ្យរំលងសូម្បីតែមួយម្នាក់ឡើយបន្ទាប់មកឆ្មាក៏មកដល់កំដរវារាល់យប់រហូតដល់ភ្លឺលោកអ៊ំម្នាក់នៅចិត្តនោះបាននិយាយថាបើទុកបែបនេះមិនមែនជាមធ្យោបាយល្អនោះទេសត្វឆ្កែនិងឆ្មាទាំងពីរនេះពិតជាធ្វើឲ្យគាត់អាណិតជាខ្លាំងគាត់ក៏សម្រេចចិត្តឲ្យអ្នកជំនួយមកធ្វើការជួយពួកវាទាំងពីរពេលនោះបងស្រីក៏បានបោះចំណីអាជីវក៏ចូលទៅតែអាសុនមិនព្រមចូលនោះទេពួកគាត់ក៏ចាប់អាជីវបានសម្រេចហើយអាសុនពេលនោះក៏ខ្លាចគេធ្វើបាបអាជីវវាក៏ព្រុសទាំងពិបាកចិត្តជាខ្លាំងនៅពេលយប់ឃើញថាស្ងាត់ហើយអាសុនក៏ត្រឡប់មកកន្លែងវាវិញហើយវាក៏បានរកមើលអាជីវគឺវាពិបាកចិត្តខ្លាំងណាស់ដែលម្ចាស់វាបានបោះបង់វាចោលឥឡូវត្រូវបាត់បង់មិត្តភក្តិម្នាក់ទៀតនៅពេលមេឃភ្លឺវាមិនដែលបង្ហាញខ្លួននោះទេដូចនេះពួកគាត់ទៅរងចាំដល់ពេលមេឃងងឹតអ្នកភូមិក៏មកជួយចាប់វាដែរពេលមេឃងងឹតមកដល់អាសុននឹកវាពេកក៏បង្ហាញខ្លួននិងក្រុមការងារក៏បានរៀបចំជាស្រេចដោយបានពាត់ដើម្បីចាប់វាអាសុនដូចជានៅចង់កិច្ចព្រោះវាមិនដែលស្គាល់អ្នកដែលនៅឈរខាងមុខវានោះទេអាចនឹងគេទៅមកធ្វើបាបវាក៏អាចថាបានពួកគាត់បានព្យាយាមអង្អែលវាកុំឲ្យវាភ័យព្រោះគាត់មិនចង់ឲ្យវារស់នៅអនាថាទៀតទេពេលមកដល់ពេទ្យគ្រូពេទ្យបានពិនិត្យមើលសុខភាពរបស់ពួកវាទាំងពីរដែលឃើញថាគ្មានជំងឺអ្វីនោះទេគ្រាន់តែស៊ីមិនគ្រប់គ្រាន់តែប៉ុណ្ណោះបងស្រីស្រឡាញ់ពួកវាទាំងពីរខ្លាំងណាស់និងមើលថែពួកវាយ៉ាងយកចិត្តទុកដាក់នៅក្រោមការជួយជ្រោមជ្រែងរបស់អ្នកភូមិទាំងអស់ឥឡូវវាមានម្ចាស់ហើយគឺទេវតាឲ្យពួកវាវេទនាតែមួយរយៈពេលតែប៉ុណ្ណោះដោយសារតែវាចេះមើលថែគ្នានិងទុកគ្នាដូចជាសាច់ឈាមអញ្ចឹងដែលនេះជាមិត្តភាពមិនងាយនឹងឃើញហើយការជួបគ្នារវាងពួកវាទាំងពីរធ្វើឲ្យមនុស្សគ្រប់គ្នាយល់ដឹងអំពីមិត្តភាពមិនខ្វល់ថាអ្នកមកពីណាជាអ្នកណាក៏អាចចេះស្រឡាញ់គ្នាដែរហើយពួកវាមើលថែគ្នារហូតដល់ចាស់នេះគឺជារឿងពិតរបស់វាទាំងពីរនិងបានទទួលយកអារម្មណ៍មួយដ៏កក់ក្ដៅជាចុងក្រោយនេះពួកយើងត្រូវតែចេះស្រឡាញ់គ្នាមិនថាមានឬក្រនឹងសឬក៏ខ្មៅឡើយ